ដោយសារថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប9ឆ្នាំរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដូច្នេះកម្មវិធីយើងសូមលើកយកខ្លឹមសារសង្ខេបនៃព្រឹត្តិការណ៍របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលកើតមានក្នុងឆ្នាំ2014និង2015មកចាក់ផ្សាយជូនបងប្អូនស្ដាប់ដូចតទៅប្រតិទិនឆ្នាំចាស់បានផ្លាស់ផុតទៅជំនួសមកវិញនៅប្រតិទិនឆ្នាំថ្មីមានរឿងរ៉ាវឧបសគ្គបេសកកម្មមិនច្រើនទេហើយក៏មិនតិចដែរបានកើតឡើងជុំវិញដំណើរចលនាបដិវត្តន៍ផ្នត់គំនិតរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់ពួកយើងនៅលើទឹកដីដែលមានវ័យចំណាស់មួយនេះតើអ្វីខ្លះទៅដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឆ្លងកាត់ក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្រោយពិធីគម្រប់ពូបៈលើកទី8មិនទាន់បាន1ខែផងថ្ងៃទី10ខែកក្កដាឆ្នាំ2014គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍ប្រកាសពីជំហររបស់ខ្លួនចំពោះទឹកដីកម្ពុជាក្រោមដោយប្រឆាំងដាច់ខាតទៅនឹងការថ្លែងការណ៍របស់លោកត្រឹងវ៉ាន់ថុងអ្នកនាំពាក្យស្ថានទូតសាធារណរដ្ឋសង្គមវៀតណាមប្រចាំកម្ពុជាដែលលើកឡើងថាបារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេតែកម្ពុជាក្រោមជាទឹកដីវៀតណាមតាំងពីយូរយារណាស់មកហើយមានអ្វីជាផុសតាងទេការលើកឡើងខាងលើនេះគឺជាការបំភ្លៃប្រវត្តិសាស្ត្រពិតរបស់ខ្មែរដែលវាបង្ហាញពីចរិតប្រមាថមើលងាយដល់ពូជសាសន៍ខ្មែរហើយមូលហេតុដែលបណ្ដាលឲ្យមានការមើលងាយនេះគឺមកពីយើងពាក្យថាយើងមួយម៉ាត់នេះគឺមានន័យថារួមទាំងរដ្ឋាភិបាលផងដែរពួកយើងទាំងអស់គ្នាដឹងហើយថារដ្ឋាភិបាលនេះគឺកើតចេញមកពីយើងគឺមានន័យថាពាក្យសម្ដីបែបនេះបានដុតរលទឹកចិត្តប្រជាពលរដ្ឋខ្មែរមួយចំនួនឲ្យចុះតវ៉ាតាមដងផ្លូវដង្ហែញ៉ាត់ឲ្យមានការសុំទោសជាសាធារណៈនៅមុខស្ថានទូតវៀតណាមរហូតដល់មានការដុតទង់ជាតិវៀតណាមទៀតផងបោះឲ្យសម្ព័ន្ធប្រជាធិបតេយ្យជាប្រកាន់50ពុក1សំឡេងកំណត់បន្ថយមករត់បងនៅរៀងទំលាំងលីយន្តការដើម្បីចំណុចគឺជាកលឹងប្រាក់មេទីរឹងផ្ដាច់ការអត់ចាប់វិញ្ញាណកសាងសេដ្ឋកិច្ចសម្បូរពេញទៀងប្រទេសនៅរៀងបានបង្កើនរឿងCực đoan Khmer Campuchia Krom tổ chức biểu tình và đốt quốc kỳ của Việt Nam tại thủ đô Phnom Penh. Ngày hôm nay, người phát ngôn Bộ Ngoại giao Việt Nam Lê Hải Bình đã nêu rõ, Việt Nam kịch liệt phản đối việc những phần tử cực đoan Khmer Campuchia Krom tổ chức. ដំណើរគ្នានឹងសន្ធប់ទឹកចិត្តដ៏ក្រៀវក្រោធរបស់ប្រជាពលរដ្ឋខ្មែរនាពេលនោះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏បន្តចេញសេចក្តីថ្លែងការណ៍សារជាថ្មីម្ដងទៀតនៅថ្ងៃទី11ខែសីហាឆ្នាំ2015ចំពោះទឹកដីកម្ពុជាក្រោមនិងការបាតកម្មប្រឆាំងមតិរបស់លោកត្រឹងវ៉ាន់ថុងអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាថាផលដែលបានមកពីការបាតកម្មនោះមិនជាដងកំភួនទេព្រោះរដ្ឋាភិបាលមិននៅខាងប្រជាពលរដ្ឋហើយគ្មានជំហរនិងវិធានការច្បាស់លាស់ឆ្លើយតបចំពោះបញ្ហាខាងលើឡើយពាក្យមើលងាយត្រូវបានប្រើជាដដែលតែបន្ថែមពីមូលហេតុនៃការមើលងាយនោះថាមកពីយើងដែលពាក្យយើងមួយម៉ាត់នេះគឺបូកទាំងរដ្ឋាភិបាលផងដែរ50ពុក1សំឡេងកំណត់បន្ថយមករត់បងនៅរៀងទំលាំងលីយ នេះសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលមួយនេះមិននៅខាងយើងទេ
ដូច្នេះការធ្វើបាតកម្មប្រឆាំងតវ៉ាឬទាមទារលើករណីណាមួយចំពោះទឹកដីកម្ពុជាក្រោមពីវៀតណាមនោះវាអាចនឹងមានបញ្ហាដល់អ្នកចូលរួមព្រោះរដ្ឋាភិបាលអាចនឹងចាត់វិធានការស្របច្បាប់ណាមួយមកលើចលនាបាតកម្មរបស់យើងបានមួយវិញទៀតលទ្ធផលពីបាតកម្មក្នុងស្ថានភាពនេះក៏មិនបានជាដុំកំភួនដែរប៉ុន្តែរឿងដែលធំបំផុតនោះថាតើប្រជាពលរដ្ឋខ្មែរយើងយល់យ៉ាងណាចំពោះរដ្ឋាភិបាលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមបញ្ជាក់ត្រង់ចំណុចនេះម្ដងទៀតថាគេមើលងាយយើងបានគឺមកពីរដ្ឋាភិបាលហើយរដ្ឋាភិបាលនេះគឺកើតចេញពីយើងដូច្នេះរឿងធំគឺស្ថិតនៅត្រង់យើងហើយសំណួរមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែឆ្លើយគឺថាតើពួកយើងគួរមានរដ្ឋាភិបាលដែលមិននៅខាងពួកយើងដូច្នេះដែរឬទេសំណួរនេះបានសួរទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ជាលើកទី2នេះបញ្ចប់ដោយឃ្លាថាគេមកយកទឹកដីយើងហើយគេថាវាជារបស់គេបានចុះត្រង់ថាវាជាទឹកដីរបស់យើងតាំងពីយូរយារណាស់មកហើយមិនក៏យើងថាវាជារបស់យើងមិនត្រូវខ្ញុំនិយាយឲ្យខ្លីថាមិនមែនរដ្ឋាភិបាលរបស់យើងប្រហែលថ្ងៃមុននឹងតំណាងស្ថានទូតអបប្រទេសខាងកើតហ្នឹងគេបកស្រាយថាទឹកដីកម្ពុជាក្រមហ្នឹងទឹកដីរបស់គេតាំងពីយូរហើយខ្មែរយើងទេតែរស់នៅក្នុងរដ្ឋាភិបាលយើងសង្ងំឲ្យច្រើនកន្លែងហ្នឹងដែលខ្ញុំនិយាយថាមិនមែនរដ្ឋាភិបាលរបស់យើងទេបងប្អូនពាក្យប៉ុណ្ណឹងជាពាក្យសមរម្យសម្រាប់ប្រើក្នុងស្ថានភាពរបស់យើងដែលយើងរស់នៅដូចត្រីរស់នៅក្នុងពាងគេចង់ចាប់យើងយកទៅសម្លាប់ស្មាណាក៏បាននេះកម្ពុជាក្រោមដែលងើបឡើងតស៊ូដើម្បីសេរីភាពមិនមែនដើម្បីរំដោះទឹកដីទេគ្រាន់តែដើម្បីសេរីភាពជំនឿសាសនានៅទឹកដីកម្ពុជាក្រមណាបងប្អូននៅកម្ពុជាក្រមណាគ្រោះថ្នាក់ចាញ់នៅកម្ពុជាកដាលយើងនេះឲ្យតែវៀតណាមគេដេញចាប់នៅក្រមហ្នឹងរួចហើយឡើងមកដល់ហ្នឹងគ្រោះថ្នាក់ជាងនៅក្រមហ្នឹងទៀតគេចាប់បញ្ជូនទៅវិញទៀតបងប្អូនមើលកន្លែងណាដែលបងប្អូនមានកន្លែងត្រូវបោះឆ្នោតឲ្យគាត់ទៀតបងប្អូនចាស់ណាស់មើលតាំងពីដើមមកខ្មែរយើងទោះបីអាក្រក់ល្អពុកឲ្យលួចសម្លាប់មនុស្សនៅក្នុងប្រទេសខ្មែរយ៉ាងម៉េចក៏ដោយតែជាមួយអាខាងកើតអត់មានទៅរញ៉េរញ៉ៃជាមួយនឹងទេតែឥឡូវនឹងស្អីហ្មងបងប្អូនពិចារណាបន្តិចមើលតើរដ្ឋាភិបាលរបស់យើងឬអត់ដើម្បីប្រជាធិបតេយ្យនៅដើមខែកញ្ញាឆ្នាំនេះយុទ្ធមិត្តសមរភូមិក្រោយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានដូចតាមគំនិតគ្នារៀបចំវេទិកាសាធារណៈមួយដើម្បីជួបជុំរវាងលោកខឹមវាសនានៅថ្ងៃអាទិត្យទី7ខែកញ្ញាឆ្នាំ2014ដែលមានអ្នកចូលរួមប្រមាណជិត300នាក់ខ្ញុំមកបងប្អូនមានពេលខ្លះតែនឹកឃើញដល់ក្មួយនៅកូរ៉េបងប្អូនខ្ញុំមិនចង់គិតវាច្រើនក៏ខ្ញុំត្រូវតែគិតខ្ញុំមានអារម្មណ៍អួលណែនដើមកហ្មងខ្ញុំចេះតែនឹកក្នុងចិត្តថាបើសិនណាជាគ្មានក្មួយនៅប្រទេសកូរ៉េវាជាអ្នកប្រមូលលុយផ្ដល់ឲ្យតើក្នុងពេលនេះតើខ្ញុំកំពុងតែធ្វើអីតើខ្ញុំកំពុងតែគិតអីដើម្បីរកលុយហ្នឹងមកផ្សព្វផ្សាយរឌីយោខ្ញុំពិតជាមានអាចិត្តរំជើបរំជួលអួលណែនដើមកចំពោះក្មួយដែលនៅប្រទេសកូរ៉េខ្ញុំចេះតែនឹកក្នុងចិត្តថាបើសិនណាជាក្មួយនៅប្រទេសកូរ៉េដូចតែក្មួយនៅក្នុងប្រទេសថៃតាមរបាយការណ៍ផ្លូវការកាលពីមុនគេថាប្រហែល20,000នាក់ដល់ពេលគេបញ្ជូនមកគេថាប្រហែលកន្លះលាននាក់អ្នកដែលយល់ពី LDP ចូលលុយខ្ញុំរាប់ទៅប្រហែល10នាក់ខ្ញុំចេះតែនឹកក្នុងចិត្តថាបើសិនណាជាស្ថានភាពបែបនោះកើតក្នុងប្រទេសកូរ៉េតើខ្ញុំបានលុយណាបងរយោបងប្អូនអាត្រង់ចំណុចហ្នឹងខ្ញុំអួលហ្មងបងប្អូនខ្ញុំនឹកក្នុងចិត្តថាអោក្មួយហើយទៅឆ្ងាយពីមាតុភូមិធ្វើការហត់ខ្លាំងណាស់ក្មួយមិនបានស្ទង់ទៅដល់ទឹកចិត្តរបស់ក្មួយថាតើក្មួយតស៊ូដើម្បីបុព្វហេតុផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្មួយឬតស៊ូដើម្បីមាតុភូមិរបស់ក្មួយជួយដល់ស្មារតីបោះឲ្យសម្ព័ន្ធប្រជាធិបតេយ្យឈាមប្រកប50ពុក1សំលេងកំណត់បន្ថយផ្នែករដ្ឋបងនៅរៀនទំនាក់លីអត់ចាប់វិញ្ញាណកសាងសេដ្ឋកិច្ចសម្បូរពេញពាងប្រទេសនឹងរៀងបានបង្កើនរឿងអើយប្រទេសនឹងរៀងបានបង្កើនរឿងអើយបន្តមក
ព័ន្ធដើម្បីប្រជាធិបតេយ្យវាសិទ្ធិសេរីទាំងអស់គ្នាកែខ្នន់កែគំនិតកន្លងផុតទៅមួយខែមិនទាន់បានស្រួលបួលផងប្រតិកម្មទាំងហួសចិត្តរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី30ខែកញ្ញាឆ្នាំ2014ចំពោះកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នាទាក់ទងនឹងការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីឲ្យមកស្នាក់នៅប្រទេសកម្ពុជារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីដែលខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍នោះបានគូសវាសជាពីរផ្នែកធំៗសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីឲ្យស្នាក់នៅប្រទេសកម្ពុជាសន្តានចិត្តដែលរុញច្រានឲ្យលើកជាសំណើដើម្បីបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាគឺជាសន្តានចិត្តថោកទាបសាហាវព្រៃផ្សៃយងខ្នងអមនុស្សធម៌អាត្មានិយមរើសអើងពូជសាសន៍និងមើលងាយមើលថោកដល់ជនភៀសខ្លួននោះផងនិងដល់ប្រទេសដែលខ្លួនបានដាក់សំណើនោះផងផ្នែកទី1ឆ្លុះបញ្ចាំងពីសន្តានចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីដែលមានលក្ខណៈថោកទាបសាហាវព្រៃផ្សៃយងខ្នងអមនុស្សធម៌អាត្មានិយមរើសអើងពូជសាសន៍និងគិតតែពីសុខទុក្ខរបស់ពលរដ្ឋខ្លួនហើយមើលងាយមកលើរដ្ឋាភិបាលកម្ពុជាផ្នែកទី2កំហុសមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាទាំងចេតនាឬភាពឆោតល្ងង់ក្តីដែលព្រមអោនក្បាលចំពោះការមើលងាយមើលថោករបស់បរទេសមកលើពូជសាសន៍ខ្លួនឯងហើយថែមទាំងបានរួមដៃយ៉ាងចេញមុខជាមួយនឹងទង្វើទាំងអស់នោះថែមទៀតរដ្ឋាភិបាលរបស់យើងចុះហត្ថលេខាទទួលយកជនភៀសខ្លួនពីអូស្ត្រាលីយកមករស់នៅក្នុងប្រទេសខ្មែរនឹងហើយដែលសិទ្ធិនិងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិមិនស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកយើងបងប្អូនណាគ្រាន់តែមានចិត្តលើកសំណើបែបនេះយកមកសួររដ្ឋាភិបាលខ្មែរបងប្អូនបើខ្ញុំវិញណាបងប្អូនខ្ញុំចង្អុលមុខឯងហ្មងហើយឯងកុំមកភ្លើហើយអាចនិយាយម្ដងទៀតបានណាហើយលើកសំណើនឹងមកឲ្យមើងងាយអញសពគ្រប់ទាំងអស់ហ្មងជនភៀសខ្លួនទៅដល់ប្រទេសវាហើយដីរបស់វាប៉ុណ្ណាប៉ុណ្ណីលុយរបស់វាមានទៀតវាអត់ឲ្យជនភៀសខ្លួននឹងចូលរួចហើយវាមកលើកសំណើនឹងសុំឲ្យរដ្ឋាភិបាលយើងទទួលយកបងប្អូនពិចារណាមើលខ្ញុំថាបើខ្ញុំកាន់រដ្ឋាភិបាលហ្នឹងខ្ញុំចង្អុលមុខឯងហ្មងថាឯងកុំភ្លើហើយលើកមកហ្នឹងទី1ហើយមើងងាយហ្មងហើយយល់ថារឿងអញ្ចឹងអញភ្លើអញអាចទទួលយកព្រមវាដើរសួរគេពេញមកពិភពលោកហើយបងប្អូនអត់មានប្រទេសណាយកសោះវាហ៊ានមកសួរខ្មែរបងប្អូនពិចារណាមើលទី1វាមើលងាយទី2វាអមនុស្សធម៌ដើម្បីប្រជាធិបតេយ្យវាសិទ្ធិសេរីខែកដឹកឆ្នាំ2014រហូតទៅចាប់ផ្ដើមថ្មីនៅខែមករាឆ្នាំ2015មានតែបញ្ហាប្រពន្ធវាអត់អង្ណាលិខិតថ្មីមួយទៀតដែលជាសេចក្តីប្រកាសគោលជំហររបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំពោះវប្បធម៌លាបពណ៌ត្រូវបានចេញនៅថ្ងៃទី22ខែមករាឆ្នាំ2015លិខិតបានស្រង់សម្ដីបុគ្គលសំរាំងស៊ីនិងបុគ្គលកឹមសុខាដែលបានលើកឡើងថាគណៈបកទាំងឡាយក្រៅរដ្ឋាភិបាលផ្សេងពីគណៈបកសង្គ្រោះជាតិគឺសុទ្ធតែជាគណៈបកដែលបង្កើតឡើងក្រោមការជួយជ្រោមជ្រែងរបស់គណៈបកប្រជាជនកម្ពុជាប៉ុន្តែគណៈបកប្រជាជនគេដឹងចឹងគេដឹងថាអូបើអ្នកស្នេហាជាតិរួមគ្នាគណៈបកប្រជាជនតែចាស់យ៉ាងគេអត់ចង់ចាញ់ទេគេមិនចង់ចាញ់គេធ្វើម៉េចគេត្រូវបង្កើតគណៈបកតូចៗឲ្យចេញមកដើម្បីបង្កើតតាមខ្លួនជាតិអូគេតែបន្តិចដល់យើងខាតតែបងប្អូនពីពួកគេជារួមហើយបើយើងបង្កើតគ្នាតែបន្តិចគឺយើងខាតដោយសារស្អីពីព្រោះបង្កើតបោះឆ្នោតឥឡូវនេះគឺមួយទល់នឹងមួយសម្លេងស្មើគ្នាគឺយើងលើកគណៈបកប្រជាជនតែបន្តិចប៉ុន្តែបើយើងបែកសម្លេងតិចទៅឥឡូវគណៈបកប្រជាជនអាចយល់ជាតែគណៈបកតូចៗមកមិនងាយឆ្ងាយទេទោះជាគណៈបកតូចៗអាចមកកន្លងគឺគាត់ទៅបែកសម្លេងពីយើងបន្តិច
ប៉ុន្តែបន្តិចទៅមិនឈ្នះខ្លួនឯងបើធ្វើឲ្យគណៈបកប្រជាជនឈ្នះ ពាក្យសម្ដីនេះបង្ហាញពីការប្រើវប្បធម៌លៀបពណ៌ដែលជាសារជាតិពីកំណើតរបស់បុគ្គលទាំងពីរក្នុងចេតនាផ្ដួលគូប្រកួតដោយល្បិចទុច្ចរិតថោកទាបគ្មានការអប់រំឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងជាសន្តានដំណពូជនៃជនដែលបំផ្លាញជាតិខ្មែរតាំងពីយូរយារណាស់មកហើយអាយ៉ងរបស់អាយ៉ងពីរជាន់ណាបងប្អូន ជាប់សេចក្តីនៅក្នុងលិខិតគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបង្ហាញពីជំហរយ៉ាងផ្ដួលផ្ដាច់មិនងាករេបូជាគ្រប់បែបយ៉ាងដើម្បីបោសសម្អាតអំពើដ៏ថោកទាបរបស់អ្នកនយោបាយទុច្ចរិតប្រភេទនេះពីសង្គមខ្មែរឲ្យទាល់តែបានដើម្បីបង្កើតឲ្យបានសង្គមថ្លៃថ្នូរស្អាតស្អំសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយជាទីស្រឡាញ់របស់ពួកយើងកម្ដៅព្រះអាទិត្យខែមេសាជាកម្ដៅព្រះអាទិត្យដែលក្ដៅបំផុតនៅក្នុងខែទាំង12របស់ខ្មែរប្រជាពលរដ្ឋបានបង្ហើយការច្រូតកាត់ប្រមូលផលស្រូវហើយត្រៀមខ្លួនរៀបចំពិធីចូលឆ្នាំថ្មីដែលនឹងខិតជិតចូលមកដល់នៅពាក់កណ្ដាលខែចែកមួយនេះតែចំពោះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញជាខែដែលមមាញឹកនិងក្រៀមក្រំព្រោះមានរឿងក្តីក្តាំងមួយចំនួនបានកើតឡើងចំពោះប្រមុខបកនិងចលនាបដិវត្តផ្នត់គំនិតរបស់ពួកយើងហើយបូកផ្សំទាំងការបាត់បង់នៅយុទ្ធមិត្តជួរមុខរបស់ពួកយើងមួយរូបទៀតផងដើម្បីប្រជាធិបតេយ្យមានសិទ្ធិសេរីទាំងអស់គ្នារងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរលោកអុកសាវុធពីបទឆោបោកនិងកំហែងយកតាមពាក្យបណ្ដឹងកសិករឈ្មោះដុកមឿនដោយមានការលូកដៃធ្វើអន្តរាគមន៍ពីបុគ្គលឈឹមផលវរុននៅថ្ងៃទី5ខែមេសាឆ្នាំ2015ប្រមុខបកបានសម្រេចទម្លាយរឿងនេះជាសាធារណៈតាមវេទិកានិងយកទៅចាក់ផ្សាយនៅតាមវិទ្យុជាង23ម៉ោងនៅទូទាំងប្រទេសដើម្បីឲ្យពលរដ្ឋបានដឹងឮពីភាពអយុត្តិធម៌នៃប្រព័ន្ធតុលាការនៅស្រុកខ្មែរព្រោះការព្យាយាមដោះស្រាយតាមផ្លូវតុលាការគឺមិនអាចធ្វើទៅរួចតើយើង LDP ដែលខ្ញុំជាប្រមុខហើយនឹងក្រុមអស់ហ្នឹងតើចុងក្រោយបំផុតណាវាទៅជាយ៉ាងម៉េចពីព្រោះយើងនិយាយតាមផ្លូវច្បាប់យើងនិយាយតាមផ្លូវល្អអស់ហើយដូច្នេះលេងតាមទីសាធារណៈអគ្គព្រះរាជអាជ្ញាខ្ញុំនិយាយឲ្យចំឈ្មោះអុកសាវុធហើយយកទៅចាក់ផ្សាយបងប្អូនយ៉ាងច្រើនបំផុតណាខ្ញុំជាប់គុកប៉ុណ្ណឹងបើខ្ញុំព្រមទទួលថាខ្ញុំមកចុងក្រោយបំផុតជាប់គុកតើអ្នកឯងធ្វើខ្ញុំទៀតបើខ្ញុំព្រមទទួលអាលទ្ធផលនោះហើយតើអ្នកឯងធ្វើខ្ញុំទៀតខ្ញុំនិយាយឲ្យចំឈ្មោះពីព្រោះខ្ញុំអស់ហើយថ្ងៃច័ន្ទខ្ញុំនឹងធ្វើលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបងប្អូនអស់ចាការដើម្បីចំណុចគឺជាកលឹងប្រាក់មេទីរឹងផ្ដាច់ការអត់ចាប់ពីនាងកសាងសេដ្ឋកិច្ចសម្បូរពេញទៀងបន្ទាប់ពីប្រមុខបកធ្វើចំណាប់អារម្មណ៍ដំបូងអំពីរឿងអយុត្តិធម៌នៃប្រព័ន្ធតុលាការខ្មែរមកលើរូបគាត់បានធ្វើឲ្យបងប្អូនយើងដែលចូលរួមនាថ្ងៃនោះឡើងបដិញ្ញាចិត្តយ៉ាងមោះមុតថានឹងធ្វើបាតកម្មប្រសិនបើតុលាការមិនរកអយុត្តិធម៌ដល់ប្រមុខបករបស់ពួកយើងបង្ហាញនៅពីបញ្ញាចិត្តរបស់ពួកយើងទាំងគ្នាខ្ញុំតែឲ្យបងប្អូនតាមចោលហើយបង្ហាញនៅបញ្ញាចិត្តរបស់បងប្អូនចំពោះប្រមុខបករបស់ពួកយើងចេញទៅដល់សម្ព័ន្ធដើម្បីជាទៅអំពើអាក្រក់ត្រឹមតែពីមានសង្កេតនៅក្នុងសង្គមកម្ពុជាតាមបណ្ដាដៃរបស់
វិទ្យាទីបាទសូមអរគុណរួមទឹករួមធ្វើយើងរៀបចាស់ឆ្នោតយើងខ្មែរកុំឆោតកុំអញកាត់តែព្រោះខ្លាចបងត្រឹមដំណាងអត់ជាអត់យើងអារឿងបាតកម្មមកយើងនិយាយច្រើនដងហើយយើងមិនចង់ធ្វើវាទេពីព្រោះវាបាក់ពាល់ដល់ជីវិតនិងខ្លួនថ្នាក់ដល់បងប្អូនយើងទាំងអស់គ្នាយើងគិតប្រាប់គ្រប់ឧបាយខោគ្រប់វិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាជៀសវាងការបង្ហូរជាតិប៉ុន្តែរដ្ឋាភិបាលឬក៏សង្គមបរិយាកាសសង្គមរបស់ថ្ងៃវាបង្ខំយើងខ្លាំងណាស់យើងមិនចង់ទេប៉ុន្តែកលិនសាស្ត្រនៅវិធីសាស្ត្រដែលយើងប្រើគឺអស់ហើយយើងប្រើអស់ហើយអញ្ចឹងបន្ទាប់ពីការស្នើសុំបន្ទាប់ពីលក្ខណៈរបស់លោកគ្រូផ្ញើទៅលើសម្លេងរបស់ស្អែកបើវាមិនអស់ហើយទេវាគឺជាវិធីសាស្ត្រមួយដែលយើងត្រូវប្រើយើងត្រូវតែបាត់កម្មទៅប្រទេសគាត់តែមានការបាត់កម្មទេរឿងមិនបាត់រូបសញ្ញាចូលជួយដល់ស្មារតីមកអស់សម្ព័ន្ធប្រជាធិបតេយ្យឈ្នះប្រកបក្នុងដំណើរបដិវត្តន៍មួយនេះទោះបីតែខ្ញុំស្លាប់ក៏ដោយខ្ញុំត្រូវទៅបាតកម្មជាមួយលោកពូនិងជាមួយបងប្អូនទាំងអស់គ្នាខ្ញុំបដិញ្ញាថាខ្ញុំទៅទាំងអស់គ្នាខ្ញុំនឹងទៅធ្វើបាតកម្មជាមួយនឹងអលិភ័យទាំងអស់គ្នាហើយសូមឲ្យអ្នកទាំងអស់គ្នាក្រោកឡើងមកចាហើយខ្ញុំក៏សូមប្រកាសទៅអាមឿនអាជ្រឹមអាបដិទ្ធវិយាធរសម្ដែងដៃលីងអញប្រកាសតតាំងជាមួយឯងអញជាស្រីអញប្រកាសតតាំងជាមួយឯងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យព្រះស្រុកសេរីបញ្ញាចំពោះមុខលោកពូនិងបងប្អូនទាំងអស់គ្នាថាទោះបីជាទៅធ្វើបាតកម្មក៏ដោយលោកពូថាធ្វើបដិវត្តកាន់កំភ្លើងចូលព្រៃក៏ដោយក៏ក្នុងចិត្តខ្ញុំគោរពហើយនឹងប្រតិបត្តិទៅតាមសម្ដីដែលលោកពូដាក់ចេញទាំងអស់មានន័យថាខ្ញុំបានតាំងចិត្តឲ្យថាអ្នកប្រាជ្ញនៃនគរខ្មែរមិនងាយកើតទេបើកើតហើយខ្ញុំចង់និយាយថាក៏មិនឲ្យងាយរលត់ទៅវិញដែរខ្ញុំសូមបដិញ្ញាចិត្តការពារលោកពូនៅពេលបាតកម្មជនខាងមុខពូថាកាមេក៏50ពុក1សំលេងកំណត់បន្ថយហើយអូនបងរយរៀងកំលែងដីនៅថ្ងៃបន្ទាប់គឺថ្ងៃទី6ខែមេសាឆ្នាំ2015ប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកខឹមវាសនាបានសរសេរលិខិតដែលមានកម្មវត្ថុស្នើសុំការអន្តរាគមន៍ពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចំពោះអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរក្នុងការស្វែងរកយុត្តិធម៌ក្នុងរឿងក្តីរបស់ប្រមុខបកផ្ទាល់ក្នុងលិខិតនេះបានបញ្ជាក់ពីភាពអយុត្តិធម៌ហួសហេតុដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរបដិសេធមិនអោយប្រមុខបកដែលជាចុងចោតដាក់ភ័ស្តុតាងនិងសាក្សីរាប់មិនអស់ដែលរួមមានទាំងកាសែតវីដេអូមេភូមិអនុភូមិសកម្មជនប្រជាពលរដ្ឋនៅតំបន់នោះជាដើមគឺជាកលឹងកាត់មែកទីរឿងផ្ដាច់ការអត់ចាប់វិញ្ញាណកសាងសេដ្ឋកិច្ចសម្បូរពេញទៀងប្រទេសនឹងរៀងបានក្នុងការរឿងអើយហើយសូម្បីតែមេធាវីសុំថតចម្លងឯកសារដែលជាចម្លើយរបស់សាក្សីរបស់កសិករដុកមឿនដែលជាដើមចោតក៏មិនបានដែរដោយព្រះរាជអាជ្ញាអះអាងថាមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់រួចហើយសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ2ថ្ងៃក្រោយមកគឺនៅថ្ងៃទី8ខែមេសាឆ្នាំ2015គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានរៀបចំសន្និសីទកាសែតលើកទី1របស់ខ្លួនស្ដីពីការឆ្លើយបំភ្លឺចំពោះការចោទប្រកាន់របស់សាលាឧទ្ធរមកលើលោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានការចូលរួមសាកសួរពីសំណាក់អ្នកយកព័ត៌មានមកពីស្ថាប័នសារព័ត៌មានវិទ្យុ
និងទូរទស្សន៍មួយចំនួនមកលើប្រមុខបកប្រជាធិបតេយ្យជាប្រកប50ពុក1សំឡេងកំណត់បន្ថយណែខ្លួនបងរយរៀងកំលែងចំណាប់អារម្មណ៍ដំបូងរបស់ប្រមុខបកពីវត្ថុបំណងពិតប្រាកដនៃសន្និសីទកាសែតនេះគឺមិនផ្ដោតសំខាន់ត្រឹមតែករណីតាក់ទងនឹងបណ្ដឹងរបស់ខ្លួនគាត់ផ្ទាល់នោះទេបញ្ហាដែលតាក់ទងជាមួយនឹងបណ្ដឹងរបស់ខ្ញុំផ្ទាល់ទេនោះវាគ្រាន់តែជាឈ្នួនមួយឬជាឧទាហរណ៍មួយនៅក្នុងរបៀបនៃការដោះស្រាយការដ៏អយុត្តិធម៌នៃប្រព័ន្ធតុលាការខ្មែរអញ្ចឹងអ្វីដែលខ្ញុំចង់ដោតគឺមិនមែនទៅលើតែករណីខ្លួនខ្ញុំផ្ទាល់ទេខ្ញុំចង់បើកបង្ហាញទី1តែចង់បើកបង្ហាញពីការមើលឃើញរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំពោះប្រព័ន្ធតុលាការខ្មែរលើ3ចំណុចប្រព័ន្ធតុលាការមួយដែល1របៀបចាត់ចែងការដ៏អយុត្តិធម៌របស់តុលាការខ្មែរ2ប្រព័ន្ធតុលាការមួយដែលមិនគ្រប់គ្រឿង3វប្បធម៌នៃការលូកដៃរបស់អ្នកមានអំណាចទៅក្នុងស្ថាប័នតុលាការកម្ពុជាអាជ្ញាឬរបស់តុលាការមានភាពអយុត្តិធម៌តើប្រជាពលរដ្ឋយើងទៅរកយុត្តិធម៌នៅឯណាវាខ្វះស្ថាប័ននេះគឺជាចំណុចមួយទៀតដែលខ្ញុំចង់បង្ហាញនិងមួយទៀតខ្ញុំចង់បង្ហាញអំពីការលូកដៃប្រើអំណាចរបស់អ្នកមានអំណាចខ្មែរដែលជាទម្លាប់ឬជាវប្បធម៌ដែលធ្លាប់តែកើតមានជាញឹកញាប់នៅក្នុងសង្គមខ្មែរគឺថាវប្បធម៌អ្នកធំឈ្នះអ្នកធំធ្វើអីក៏ត្រូវជាវប្បធម៌ដែលកើតមានយូរឆ្លើយតបនឹងសំណួរនៅក្នុងសន្និសីទកាសែតប្រមុខបកបានប្រកាសពីជំហររបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថានឹងធ្វើបាតកម្មទុកជាទម្ងន់និងសម្ពាធឲ្យធំឬរកមេធាវីអន្តរជាតិមកការពារក្តីដោយមិនចុះចាញ់អំពើអាក្រក់ជាដាច់ខាតបើសិនណាជាការសម្រេចរបស់តុលាការនៅតែអយុត្តិធម៌អញ្ចឹងដើម្បីឲ្យមាន check and balance ក្នុងរឿងនេះយើងប្រកាសចំហឲ្យតើតាមបើសិនជាមានភាពអយុត្តិធម៌យើងនឹងធ្វើបាតកម្មហើយបាតកម្មរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនមែនជាបាតកម្មលេងសើចទេគឺជាបាតកម្មក្នុងការបង្ក្រាបអំពើអាក្រក់បង្ហាញថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់ចោទចាញ់អំពើអាក្រក់សោះឡើយនេះគឺជាទម្ងន់មួយក្នុងការរកយុត្តិធម៌ដែលលោកស្រីសួរថាតើលោកអាងអីបើប្រព័ន្ធតុលាការអញ្ចឹងខ្ញុំថាធ្វើឲ្យវាមាន balance គឺថាយើងធ្វើបាតកម្មយើងធ្វើខ្លួនយើងជាសម្ពាធឲ្យធំឯកសារប៉ុណ្ណឹងហើយណាបើអ្នកឯងមិនរកយុត្តិធម៌ខ្ញុំនឹងរកមេធាវីអន្តរជាតិយកមកមើលទៀតឲ្យដឹងថាតើប្រព័ន្ធតុលាការស្រុកខ្មែរនៅវាយ៉ាងម៉េចមានតែกระดาษហ្វូតូកូពីមកស្លឹកអាចដឹងអំណឹងជាប់គុកបានដែរអត់មានអីទាំងអស់ហើយសាកសីអីទាំងអស់គឺគ្មានតែពាក្យរបស់បុគ្គលយ៉ាងហោចបំផុតណាបើសិនណាកុំថាត្រឹមការជាប់គុកជាប់ច្បាប់ដ៏អយុត្តិធម៌របស់ខ្ញុំសូម្បីតែខ្មោចរបស់ខ្ញុំណាឲ្យបានទៅជាឈ្នួនមួយសម្រាប់ផ្ទុះឲ្យដឹងតែតុលាការស្រុកខ្មែរអញ្ចឹងខ្ញុំថាខ្ញុំងាប់សំណាស់ខ្ញុំអត់ស្ដាយជីវិតទេកុំថាខ្ញុំជាប់គុកបានជាឈ្នួនសូម្បីតែខ្ញុំស្លាប់បានជាឈ្នួនឲ្យដឹងថាតុលាការស្រុកខ្មែរអញ្ចឹងឲ្យប្រជាពលរដ្ឋងើបខ្ញុំថាងាប់សំណាស់ចប់សន្និសីទកាសែតភ្លាមក្បួនរថយន្តរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានរៀបចំរួចជាស្រេចត្រៀមចាំយុទ្ធមិត្តរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រមាណជាង100នាក់ដែលនឹងធ្វើដំណើរទៅចូលរួមវេទិកាពិសេសមួយនៅឯខេត្តសៀមរាបនាព្រឹកថ្ងៃស្អែកទី9ខែមេសាឆ្នាំ2015ឆ្លើយតបនឹងភាពអយុត្តិធម៌នៃប្រព័ន្ធតុលាការមកលើប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងជាវេទិកាសម្រាប់យុទ្ធមិត្តនៅតាមបណ្ដាខេត្តនានាដូចយ៉ាងបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យនិងខេត្តដទៃទៀតនៅជុំវិញខេត្តសៀមរាបដើម្បីបង្ហាញពីការបដិញ្ញាចិត្តក្នុងការចូលរួមបាតកម្មដើម្បីទាមទារយុត្តិធម៌ជូនប្រមុខបករបស់យើងខ្ញុំអត់និយាយស្រាលទេខ្ញុំប្រកាសក្នុងអង្គប្រជុំរោទប់ស្ម័គ្រស្លាប់ដើម្បីរៀបរៀងមិនអោយប្រមុខបករបស់យើងដែលតំណាងឲ្យសភាវៈល្អចូលគុកបានសម្បី1វិនាទីចឹង
ចំពោះក្រុម LP នេះខ្ញុំសូមចិត្តស្លាប់មិនទុកឲ្យទង្វើអាក្រក់នេះផុសលូតលាស់ដូចជាផ្សិតអញ្ចឹងបានទេងាប់ក៏ងាប់ទៅគ្មានប្រយោជន៍ទេបើនៅរស់បែបនេះចងចិត្តតែក្រពាន់ឆ្នាំកូនអើយចងចាំហើយខ្ញុំក្រោយសុំផ្ដាំទៅសុភាវាអាក្រក់ទាំងឡាយមិនមែនតែជ្រឹមទេឬក៏តែមឿនទេខ្យល់អាក្រក់បងអ្នកបោកលើកនេះខុសហើយសុំទោសហើយបាស LP គឺដើមឈើមិនមែនតែមុនមកដើមពីដើមទេគឺជាព្រៃមួយទេព្រៃនេះមិនមែនក្រាបទេគឺតតាំងហូតតបាត់បដិញ្ញាតាមកំតិចអំពើអាក្រក់ឲ្យវិនាសសន្តិនៅក្នុងសង្គមខ្មែរបដិញ្ញាតែជាមានបាតកម្មដល់ថ្ងៃនោះមែនណាញោមបើសិនជាគេថាលោកសង្ឃអត់ឲ្យចូលរួមសឹកសិនណាញោមបើថាស្នាយស្ដាយភ្នោះចាំមកបួសវិញចាំពេលបាតកម្មហើយចែកដល់ហើយធ្វើបាតកម្មហើយងាប់ទៅញោមមានអីបញ្ហាអាត្មាគិតថាដូចពូថាយ៉ាងប្រឹងជាប់គុកអាត្មាថាយ៉ាងប្រឹងងាប់មានអីបញ្ហាមានអីឲ្យអាចារ្យសការពារពួកខ្លួនឯងទៅញោមកូនម៉ែចិត្តគុំជ្រាយមហាកូនមានចិត្តខ្លាព្រឹកម៉ែមកធ្វើវេទិកាម្ដាយខ្ញុំមិនអោយនាងខ្ញុំមកប៉ុន្តែនាងខ្ញុំរួចមកព្រោះខ្ញុំយល់ពីអារម្មណ៍របស់នាងខ្ញុំមកមិនបានប្រាប់ម្ដាយរបស់នាងខ្ញុំទេស្នេហាម្ដាយនាងខ្ញុំអាយុ15ក្នុងអារម្មណ៍របស់នាងខ្ញុំមិនដែលចាប់ទុកលោកប៉ាវាសនាថាពូឬអមទេក្នុងអារម្មណ៍របស់នាងខ្ញុំចាប់ទុកលោកប៉ាខំវាសនាថាជារប៉ាបង្កើតរបស់នាងខ្ញុំសូមបដិញ្ញាចិត្តថានឹងការពារលោកប៉ាខ្ញុំលុះជីវិតដែរទុកភូមិជាទីស្នេហាម្ដាយស្ដាប់លើកូនវាចាស្នេហាម្ដាយអើយកូនស្នេហ៍ម្ដេចបែបប្រងើយទុកចោលម្ដាយឲ្យឈឺហើយកូនអើយមិនស្រណោម្ដាយបណ្ដាំមាតុភូមិសូមពីទ្រូងម៉ែភូមិកូនគឺមាតុភូមិម៉ែបើស្រឡាញ់ម៉ែស្ដាប់ម្ដាយមាតុភូមិស្លាប់រស់ព្រោះនយោបាយកូនអើយបើស្រឡាញ់ម្ដាយកូនធ្វើនយោបាយសង្គ្រោះម្ដាយផងចឹងបានខ្ញុំថាបើការជាប់គុករបស់ខ្ញុំបើការស្លាប់របស់ខ្ញុំបាននៅកម្លាំងចិត្តមួយសម្រាប់ប្រជាប្រដ្ឋខ្មែរទូទាំងប្រទេសថារស់មិនកើតទេតែមួយតុលាការអយុត្តិធម៌បែបនេះរួចឲ្យងើបបាក់បោបើសិនណាជាងាប់ខ្លួនយើង1000 2000នាក់ដើម្បីផ្លាស់ប្ដូរជាតិសាសន៍របស់យើងបានទេបងប្អូនងាប់នេះជាការងាប់មានតម្លៃអាចតម្លៃបានទេមាតុភូមិជាទីស្នេហាម្ដាយស្ដាប់លើកូនវាចាស្នេហាម្ដាយអើយបើកូនស្នេហ៍ម្ដេចបែបប្រងើយទុកចោលម្ដាយឲ្យឈឺហើយកូនអើយមិនស្រណោម្ដាយបណ្ដាំមាតុភូមិសូមពីទ្រូងម៉ែភូមិកូនគឺមាតុភូមិម៉ែបើស្រឡាញ់ម៉ែស្ដាប់ម្ដាយមាតុភូមិស្លាប់រស់ជាកំសត់ពេកអើយបានហើយអូននេះខ្ញុំឈប់ហើយเดินโยบายสองคนร่วมได้พอ
ជីវប្រវត្តិសង្ខេបរបស់សេឡាយុទ្ធមិត្តជួរមុខនៃចលនាបដិវត្តផ្នត់គំនិតរបស់ពួកយើងបុប្ផាសេឡាមានដើមកំណើតកើតជានៅភូមិស្វាយអាត់លើឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនៅថ្ងៃទី28ខែមេសាឆ្នាំ1993សេឡាមានប្អូនប្រុសចំនួន2នាក់បុប្ផាមករានិងបុប្ផារក្សាដែលកំពុងរស់នៅក្រោមបន្ទុកឪពុកឈ្មោះហៀមបុប្ផានិងអ្នកម្ដាយឈ្មោះយ៉នស្រីលក្ខដែលប្រកបរបររកស៊ីលក់ដូរបន្តិចបន្តួចនៅក្នុងភូមិឃុំដែលពួកគាត់កំពុងអាស្រ័យនៅដល់អាយុចូលសាលាភ្លាមឪពុកម្ដាយសេឡាបានបញ្ជូនកូនដាក់មត្តេយ្យសិក្សានិងបន្តថ្នាក់បឋមនៅសាលាបឋមសិក្សាប៊ុនរនីហ៊ុនសែនព្រែកតាមាក់ហើយបដូរមករៀនអនុនិងវិទ្យាល័យនៅសាលាវិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាលសេឡាជាសិស្សពូកែនិងតែងទទួលបានលិខិតសរសើរនិងបានសរសើរជារឿយៗដោយសារតែជាប់ចំណាត់ថ្នាក់ល្អធ្វើប្រធានថ្នាក់តាំងពីថ្នាក់ទី3លេចធ្លោលើមុខវិជ្ជាវិទ្យាសាស្ត្រពិតគណិតវិទ្យារូបវិទ្យានិងគីមីវិទ្យានិងមានសារជាតិជាក្មេងម្នាក់ដែលពូកែឆ្ងល់ពូកែសួរតាំងពីកុមារភាពរហូតមកដល់ធំពេញវ័យសេឡាជាសិស្សដែលចូលចិត្តប្រកួតប្រជែងនិងស្វះស្វែងរៀនសូត្រដោយខ្លួនឯងទាំងភាសាអង់គ្លេសបារាំងកុំព្យូទ័រនិងក្លឹបសិក្សាលើមុខវិជ្ជាសំខាន់ៗជាមួយមិត្តភ័ក្តិផ្សេងទៀតចង់ខ្លាចជាអ្នកដឹកនាំជាប្រធានតាំងពីតូចតាំងពីចូលរៀនមកតែទី3ហ្នឹងគាត់ធ្វើប្រធានថ្នាក់ទៀតរហូតមកគាត់ចង់រហូតគាត់ចង់ដឹកនាំគេទៅផ្លូវល្អបាទហើយតាមសាលាមួយគ្រូនាយកអីសិតស្គាល់ចំណិតគោលសិស្សចំណិតរបស់គ្រូអញ្ចឹងស្គាល់ហើយគ្រប់សកម្មភាពចូលសង្គមទាំងអស់សាលាចូលទៅនៅក្នុងសាលាសិលាជាសិស្សចំណិតនិងតែងជំនួសដៃជើងនាយកសាលានិងលោកគ្រូអ្នកគ្រូនៅពេលសាលាមានរៀបចំកម្មវិធីរវល់ម្ដងព្រោះសិលាជាប្រធានយុវជនប្រចាំសាលាបន្ថែមពីនេះទៀតសិលាជាប្រធានក្រុមកាយរិទ្ធនិងបានចូលរួមសកម្មភាពសង្គមដទៃទៀតដូចយ៉ាងការបរិច្ចាគឈាមមូលនិធិសហគមន៍និងសកម្មភាពមនុស្សធម៌ដទៃទៀតដោយមានប្រវត្តិជាសិស្សពូកែសិលាបានប្រឡងជាប់ចូលសាលាវិស្វករគឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលើមុខជំនាញទេពកោសល្យឧស្សាហកម្មនិងមេកានិកគាត់បានទៅប្រឡងសិស្សពូកែស្អីជាប់ជាមួយគាត់ភ័ក្រខ្ញុំច្រើនទៀតដែរហើយខ្ញុំទៅរៀនជាមួយគាត់អីទៅរៀនគួរច្រើនទៀតចំពោះមិត្តភ័ក្តិខ្ញុំអត់ចេះសិលាគឺជាមិត្តល្អជួយគេជួយឯងចេះចែករំលែកព្រមទាំងចេះសម្របសម្រួលនិងចូលរួមដោះស្រាយរាល់ពេលមិត្តភ័ក្តិកើតជម្លោះតាមប្រភពមិត្តយូរឆ្នាំបានបរិយាយថាសិលាជាមនុស្សកំប្លុកកំប្លែងឧស្សាហ៍ព្យាយាមចេះផ្ដល់យោបល់ដល់មិត្តភ័ក្តិនិងជាយុវជនសកម្មម្នាក់នៅក្នុងសាលាហើយត្រូវបានមិត្តភ័ក្តិមកសួរនាំមេរៀននៅផ្ទះជាប្រចាំតែពេលឆ្ងល់ខ្ញុំនៅនាំមកផ្ទះមកសួរទៀតសាលាបញ្យល់ហើយសាលាចេះចែករំលែកអ្វីដែលខ្លួនមានអ្វីដែលគេអាចជួយមិត្តភ័ក្តិបានគេជួយតែជាអកុសលសិលាបានលាចាកបរិញ្ញាបត្រដែលទន្ទឹងរង់ចាំខ្លួននៅឆ្នាំ2018ខាងមុខនេះនិងថ្នាក់អនុបណ្ឌិត3ឆ្នាំទៀតដែលខ្លួនធ្លាប់ជជែកជាមួយម្ដាយគ្មានថ្ងៃនឹងវិលត្រឡប់វិលវិញចំពោះគ្រួសារសិលាគឺជាកូនឧស្សាហ៍ម្នាក់គោរពចាស់ទុំសម្ដីទន់ភ្លន់មិនកោងកាចនិងចេះលើកទឹកចិត្តចំពោះឪពុកម្ដាយជានិច្ចស្នាមញញឹមគឺជាអត្តសញ្ញាណរបស់សិលាដែលអ្នកភូមិផងរបងជាមួយគ្រប់រូបចងចាំមិនភ្លេចពីសិលា
សិលាគឺជាបងដែលមានចិត្តសន្តោសប្រោសប្រណីដល់បងប្អូននិងជាបងដែលមានការទទួលខុសត្រូវដោយសិលាតែងបើកសៀវភៅបងប្អូនពិនិត្យនិងតែងពន្យល់ណែនាំអប់រំប្អូនឲ្យខិតខំរៀនសូត្រពេលខ្ញុំនៅដងអូនខ្ញុំពេលខ្លះខ្ញុំថាបងខ្លះថានេះទៅមកជួបគ្នាផងទៅជួបគ្នាប្រហែលរាល់ពេលសិលាត្រឡប់មកដល់ផ្ទះកាលណាសិលាតែងតែរត់អោបថើម្ដាយនិងប្អូនជានិច្ចតែចាប់ពីពេលនេះតទៅសិលាលែងបានត្រឡប់មកតាមម៉ោងពេលដដែលដើម្បីអោបម្ដាយទៀតហើយរឿងជាក់ស្ដែងមួយដែលប្រៀបបានជាគុណធម៌ដែលសិលាបានសាបព្រោះក្នុងគ្រួសារហើយបានបន្សល់ទុកជាវិបដិសារីដល់ឪពុកក្រោយពីមរណភាពរបស់បុប្ផាសិលាអូយអាប្អូនរឿងបានមកអួតប្រាប់ខ្ញុំថាប៉ានៅប៉ានឹងបានទូរស័ព្ទល្អមាននៅkiaមានស៊ីម2ហើយលេងអ៊ីនធឺណិតបានទៀតខ្ញុំទុកឪពុកម៉ាក់ខ្ញុំឲ្យខ្ញុំ60000នឹងអត់លុកទេប្អូនអូចឹងទៅប្រាប់ម៉ាក់វាទៀតបើរើបានទុកប្រើទៅយើងមានលុយណាពេញប្រើទូរស័ព្ទអូចឹងប្រាប់កូនចឹងតែឡាបងមកវិញពេញអាប្អូនទៅអួតប្រាប់បងថាបងឲ្យមើលបានទូរស័ព្ទអូយកមកបងមើលបងថាអូនយកឲ្យគេវិញទូរស័ព្ទហ្នឹងរបស់គេទេគេអ្នកជ្រូហ្នឹងគេពិបាកចិត្តណាស់បើយើងយកឲ្យគេយើងនឹងបានបនច្រើនបានគុណគេអូគុណមកយើងច្រើនខ្ញុំក៏អត់មកទៅក៏ហើយទៅតែឡើងទៅពេញសួរប្អូនថាទូរស័ព្ទបងយកទៅបាត់ហ្នឹងតែឲ្យគេមកយកផ្ទះគេថាគេរវល់យកកូនទៅពេទ្យកាឡាម៉ែតហើយថាអត់អីចឹងចាំយកទៅឲ្យពេទ្យកាឡាម៉ែតខ្ញុំចឹងដែរតែខ្ញុំគូមិននិយាយមិននឹកស្មានថាកូនខ្ញុំណាគូយកបោះកូនទៅឲ្យគេចឹងណាខ្ញុំតាំងជាមួយទៅបងបាទដល់ចុងក្រោយសួរវាយកឲ្យគេមិនបងប្អូនមុខព្រាមតែហ៊ាននិយាយថាម៉េចបានស្ដីបងថាហើយធ្វើបន់ឲ្យគេចុះបងអូនអត់គិតទេបងរឿងបានអូគេខុសហ្នឹងយកមកអួតប្រាប់ម៉ាក់ប៉ាព្រោះក៏យកឲ្យគេតែបងអូននេះចិត្តវាយ៉ាងណាខឹងណាប៉ុន្តែវាហ៊ាននិយាយខ្ញុំថាអញ្ចឹងណាហើយទៅវាលើកឬគុណស្គាល់វែងឆ្ងាយទៅខ្ញុំខឹងខ្ញុំហើរឿងវាទៅខ្ញុំថាទៅបាច់ហើយអ្នកគុណស្គាល់ទៅគុណស្គាល់ទៅហើយយកទូរស័ព្ទឲ្យគេបានទេនៅគុណស្គាល់នៅណាវាពយល់ប្រាប់អញ្ចឹងឲ្យដល់ខ្ញុំជាឪពុកមិននេះហើយវាចេះទៅឆាំងវាថាទូប៉ាអត់ខ្លាំងប៉ាជិះម៉ូតូទៅដើរតាមផ្លូវគុណអញហើយរើបាន10000 20000មកធូរតិចបានទិញនេះទិញនោះហើយដល់រើបានហ្នឹងយកទៅឲ្យគេអញ្ចឹងអូនតឹងធូរណាបើក៏គិតទៅគុណធម៌មកពេលយើងអត់ដោះស្រាយទៅអត់នឹងសិនទៅប្រាប់វាអញ្ចឹងហើយវាអូលើករឿងធម៌ព្រះធម៌អីវែងឆ្ងាយខ្ញុំទៅចាំហីវាលើករឿងធម៌ព្រះថាថ្ងៃអ្នករៀនវាមិនដែលធម៌ព្រះដូចតាអាចារ្យវាថាឥឡូវហៅតាអាចារ្យមកមកនិយាយរឿងធម៌ព្រះជាមួយខ្ញុំអត់អួតទេតាអាចារ្យគ្រូធម៌ព្រះទៅធ្វើបន់ហ្នឹងបានធ្វើបន់គ្រូហ្នឹងធ្វើបន់ហ្នឹងបន់លុយគេលុយគាត់មិនដឹងធ្វើផងនិយាយចឹងទៀតបានហ្នឹងរត់ខឹងទៅវាថាបន់វត្តណាតាគ្រូហែងគៀយកទៅធ្វើផ្ទះឯងមិនធ្វើវត្តផងធ្វើទៅវត្តហ្នឹងហើយអត់ធ្វើខ្នល់អត់ធ្វើស្ពានអត់ប្រយោជន៍ដែរធ្វើទៅវត្តអត់ប្រយោជន៍ហ្នឹងវាលើកវែងឆ្ងាយព្រោះខ្ញុំខ្លាំងទៅវាក៏ខ្លាំងអូមានស្រីឲ្យទៅវាក៏ចេញម៉ូតូទៅពេញទៅរៀបបានទេកូនខ្ញុំ
ទោះបីខ្ញុំស្លាប់សិលាមួយនៅសល់កូនពីរក៏មិនស្មើសិលាមួយដែរកូនខ្ញុំគឺក្រោយរៀនបកាយដែរតែអ្នកស្រុកគឺមិនឆ្លាញ់នឹងសិលាដែរសិលាមិនត្រឹមរៀនបកាយទេតាមពីចរិតចរិយាឡើងគុំថាប្រកជីវិតនយោបាយដ៏ខ្លីបំផុតរបស់សិលាយុទ្ធមិត្តជួរមុខនៃចលនាបដិវត្តផ្នត់គំនិតរបស់ពួកយើងត្រូវបានរៀបរាប់ដូចខាងក្រោមសិលាតែងលាក់ឪពុកម្ដាយពីរឿងខ្លួនចូលរួមសកម្មភាពនយោបាយហើយចំនួនក៏តែងតែកើតមានឡើងជារឿយៗជាមួយឪពុកម្ដាយគឺរាល់ពេលដែលសិលាចង់ពន្យល់ឪពុកម្ដាយឲ្យយល់ពីព្រះធម៌និងនយោបាយដែលបកស្រាយដោយលោកពូវាសនាបាយស្ដាប់មិនតិចចឹងមកកណាត់អញ្ចឹងអត់ដឹងទៅបាត់ស្គាល់វាយកអាកាសទូរស័ព្ទបើកឲ្យខ្ញុំស្ដាប់ហើយខ្ញុំស្ដាប់ទៅដេកលក់ទៅហើយសួរប៉ាយកមិនបាយស្ដាប់បានអីត្រូវបាយដឹងគាត់និយាយថាម៉េចដឹងនិយាយម៉េចទេហើយដេកលក់បាត់ទៅហើយទៅហើយក្រោយមកទៀតបើកទូរស័ព្ទของបន្ទប់វាដេកបន្ទប់ជាមួយខ្ញុំបើកទៀតវាយកទូរស័ព្ទមកដាក់អាតនេកឲ្យខ្ញុំស្ដាប់បានស្ដាប់នោះគាត់និយាយល្អដល់ថាល្អគេចម្រៀងច្រើនណាចម្រៀងដល់គេនិយាយពីល្អហើយប៉ុន្តែខ្ញុំដូចមិនសូវចាប់អារម្មណ៍ទៅរឿងរកស៊ីហើយកូនចេះសួរទោះបីដឹងថាឪពុកម្ដាយមិនយល់តាមរយៈការផ្ដល់ហេតុផលនិងការបើកវិទ្យុលឺយ៉ាងណាក៏ដោយក៏សិលានៅតែព្យាយាមនឹងតាមសាកសួរនាំឪពុកម្ដាយជាប្រចាំដល់កូនទៀងខ្លាំងខ្ញុំរត់តែចង់ឈ្នះវាខ្លាំងដល់ពេលហ្នឹងដែលកូនខ្ញុំមានទុកកូនខ្ញុំមានគ្រោះថ្នាក់អញ្ចឹងដល់ឃើញគេមកជួច្រាំងបានជឿកូនថ្ងៃទី14ខែមេសាឆ្នាំ2015ដែលត្រូវនៅថ្ងៃទី1នៃបុណ្យចូលឆ្នាំខ្មែរជាថ្ងៃដែលសិលាត្រូវរងរបួសជាទម្ងន់នៅវេលាម៉ោងប្រហែល1ថ្ងៃត្រង់ដោយនឹកសាលាពេកសិលានិងមិត្តភ័ក្តិបានបបួលគ្នាមកលេងក្នុងបរិវេណវិទ្យាល័យហ៊ុនសែនសាច់កណ្ដាលស្រាប់តែមិត្តភ័ក្តិរបស់សិលាមានចំនួនពាក្យសម្ដីជាមួយក្រុមក្មេងអន្តពានបន្ទាប់មកសិលាក៏បានចូលទៅជួយអន្តរាគមន៍ដោយមិនប្រយ័ត្នសិលាក៏ត្រូវជន់ដៃដល់កាប់ត្រូវក្បាលពីកំបិតនិងដើមដៃខាងស្ដាំមួយកំបិតសិលាត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យស្រុករួចក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតនៅឯរាជធានីភ្នំពេញក្រោយពីគ្រូពេទ្យបញ្ជាក់ថាអស់សង្ឃឹមសិលាក៏ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅឯមន្ទីរពេទ្យចារីតែចម្លើយគឺបានត្រឹមតែគ្មានសង្ឃឹមនៅវេលាម៉ោង 3:40 នាទីសិលាដែលជាយុទ្ធមិត្តជួរមុខនៃចលនាបដិវត្តផ្នត់គំនិតរបស់ពួកយើងបានផុតដង្ហើមលាចាកឆ្ងាយពីពួកយើងនិងមាតុភូមិដ៏កំសត់ទាំងវ័យក្មេងជារៀងរហូតគ្មានថ្ងៃត្រឡប់វិញឡើយថ្ងៃទី17ខែមេសាឆ្នាំ2015ប្រមុខចលនាបដិវត្តផ្នត់គំនិតរបស់ពួកយើងបានចូលរួមជាមួយក្រុមគ្រួសារសិលានៅក្នុងពិធីជូនដំណើរសពយុទ្ធមិត្តជួរមុខរបស់ពួកយើងជាលើកចុងក្រោយ
សាលាបាននិយាយថាសាលាគឺជាសមាជិកក្រុមការងារគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខេត្តកណ្ដាលហើយនឹងជាប្រធានក្រុមការងារស្រុកខេត្តកណ្ដាលដែលជាយុទ្ធសាស្ត្រមានតម្លៃមិនអាចចាត់ថ្លៃបានព្រោះចលនារបស់ពួកយើងខ្ញុំហើយពួកយើងខ្ញុំដល់កន្លែងនៃសមាជិកជាពុទ្ធណាស់ដែលសាលាแต่อาจจะรู้ถึงความเชื่อในข้อนั้นที่จะพูดในวันนี้ในข้อวันนี้คือจะเป็นคนแต่ทางคนนี้ก็เป็นเจ้าตัวตั้งเป็นผู้เสือเอาไว้ที่จะเป็นฝ่ายเที่ยวแต่เอาตัวนี้ไม่รู้แต่ตัวปากเป็นคิดเลยอารมณ์มุ่งนี้เนี่ยมันจะเอาที่การวิธีพวกเองโดยประมาณเองแต่ถ้าทำด้วยว่าอะไรที่เยอะคนเยอะแค่เยอะที่อารมณ์มุ่งนี้ก็จะเจ็บได้ราคาคุณเราเป็นคนรองที่จะรองขึ้นได้ราคาที่การอาวุธก็จะเดินทางที่ไม่อัตราสาที่ต้องการดูเดือดถูกเวลาเราคุยกับท่านผู้เสร็จแล้วยึดถือยุ่งในจารณาปฏิบัติตามประการขององค์เดียวจะของเดียวโน้มคำสั่งนั้นเป็นกระทำมันอาจจะทำได้ดีปัจจัยตรงนี้บางก็ในเราเป็นเราในพวกยืนรูปกระเดียนำมาสำนักสำหรับพวกยืนในบางทีเสียหายเสียหลักบุญบุญเสียหายเสร็จแล้วยึดถือในจารณาปฏิบัติตามประการขององค์เดียวจะของเดียวគោលដៅយើងនៅឆ្ងាយតែជាគោលដៅដែលយើងអាចទៅដល់ហើយជោគជ័យដែលយើងទទួលបានជាជោគជ័យដែលគ្មានថ្ងៃត្រឡប់ក្រោយគោលដៅយើងនៅឆ្ងាយតែជាគោលដៅដែលយើងអាចទៅដល់ហើយជោគជ័យដែលយើងទទួលបានជាជោគជ័យដែលគ្មានថ្ងៃត្រឡប់ក្រោយ